បាននិយាយពីត្រឡោកដូងគឺឥតខ្វះទេប៉ុន្តែអីដែលខ្វះគឺគំនិតក្នុងការកែច្នៃរបស់ដែលសាប៊ូហ្នឹងឲ្យក្លាយទៅជារបស់ដែលប្រើប្រាស់បានរឿងច្នៃត្រឡោកហ្នឹងជាគំនិតរបស់បងខ្ញុំអញ្ចឹងនេះខ្ញុំគ្រាន់តែមកធ្វើជាជំនួយការគាត់ទេហើយការធ្វើនេះយើងមានជាត្រឡោកដែលវាយហើយស្រាប់ផងនិងជាដូងមូលផងដោយសារតែចំណុចខ្លះត្រឡោកដែលវាយហើយស្រាប់ហ្នឹងវាត្រូវរាងអីដែលយើងចង់បានទេអញ្ចឹងមុននឹងកាត់វាយករាងបែបណាមួយហ្នឹងគឺយើងត្រូវខាត់វាឲ្យរលោងអញ្ចឹងសិនបានយើងស្រួលមើលទម្រង់របស់ត្រឡោកយើងហើយដូងដែលខ្ញុំកំពុងតែខាត់នេះគឺខ្ញុំយកវាមកធ្វើជាក្បាលអញ្ចឹងដូចខ្ញុំប្រាប់មិញអញ្ចឹងថាយើងត្រូវការទម្រង់មួយដែលស្អាតទម្រង់ដែលយើងត្រូវការអញ្ចឹងខ្ញុំយកដូងមូលមកកាត់ហើយនេះគឺជាតម្រខាងក្រោមរបស់វាយើងអាចថាជាខ្លួនអញ្ចឹងចាស់អញ្ចឹងគឺយើងត្រូវការចោះប្រហោងវាដើម្បីដាក់ត្រឡោកមិញហ្នឹងប្រឡោះហ្នឹងយើងចោះវាមកល្មមមកព្រោះកាលណាតែយើងចោះវាធំពេកយើងដាក់ត្រឡោកទៅវាធ្លាក់ទៅក្រោមខ្លាំងអត់ស្អាតទេត្រឡោកខាងលើក៏យើងកាត់មាត់ដែរហើយយើងចាប់ផ្ដើមបិទកែវភ្ជាប់គ្នាបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមធ្វើស្លឹកត្រចៀកអញ្ចឹងសម្រាប់ការធ្វើស្លឹកត្រចៀកនេះខ្ញុំត្រូវការគូសពុម្ពនៅលើกระดาษមួយសិនហើយបានខ្ញុំយកពុម្ពហ្នឹងទៅគូសនៅលើត្រឡោកដូងតាមក្រោយព្រោះថាបើអត់ធ្វើអញ្ចឹងទេធ្វើស្លឹកត្រចៀកចេញមកវាលៀងគ្នាតូចធំឯងច្រមុះក៏យើងត្រូវធ្វើឲ្យហើយដែរហើយច្រមុះនេះអ្នកទាំងអស់គ្នាត្រូវរើសមើលត្រឡោកដូងឲ្យបានកាន់តែស្រួចគឺកាន់តែល្អព្រោះថាពេលដែលវាស្រួចបានធ្វើចេញមកកាន់តែដូចកន្លែងចុងច្រមុះក៏ត្រូវចោះរុនកន្លែងគ្រាប់ភ្នែកក៏ត្រូវចោះរុនដែរដើម្បីពេលដែលយើងបិទគ្រាប់ភ្នែកទៅវាឃើញចេញពីក្នុងមកស្អាតមកបិទមុខបិទមាត់ហើយចាំយើងបិទត្រចៀកក្រោយគេស្រួលយើងលៃមើលថាដាក់ត្រចៀកធំណាវាសមស្អាតចឹងតែប៉ុណ្្នេះមករួចហើយអ្នកទាំងអស់គ្នាហើយមុខនេះខ្ញុំធ្វើជាកូនឆ្កែហើយអញ្ចឹងប៉ុណ្ណឹងថាវាដូចអត់ស្តៀងអត់កុំភ្លេចជួយ comment ប្រាប់ខ្ញុំផង ការដែលធ្វើពីត្រឡោកដូងនេះល្មមមកដាក់នៅលើតុធ្វើការឬក៏តុរៀនរបស់យើងអីចឹងទៅប៉ុន្តែអ្នកទាំងអស់គ្នាម៉ូដនេះមិនដាំបានតែផ្កាណាអ្នកទាំងអស់គ្នាចង់យកទៅដាក់ជាសម្ភារៈសិក្សារបស់យើងក៏បានដែរហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងជំរាបលាអ្នកទាំងអស់គ្នា